ក្រៅពីសុខភាពផ្លូវកាយនិងគ្រោះថ្នាក់ផ្សេងសមាជិកបសសទាំងអស់ក៏ទទួលបានការថែទាំបញ្ហាផ្លូវចិត្តផងដែរតែសុខភាពផ្លូវចិត្តសមាជិកបសសទទួលបានអីខ្លះគឺទទួលបានការពិគ្រោះការវាយតម្លៃផ្លូវចិត្តការចេញឱសថក៏ដូចជាការសម្រាប់ព្យាបាលពីវិជ្ជបញ្ជារបស់វិជ្ជបណ្ឌិតឯកទេសផងដែរសួរថាតើមន្ទីរពេទ្យណាខ្លះដែលផ្ដល់សេវាកម្មសុខភាពផ្លូវចិត្តចឹងមន្ទីរពេទ្យរដ្ឋដែលសមាជិកបសសទាំងអស់អាចទៅពិគ្រោះបញ្ហាផ្លូវចិត្តបានមានដូចជាមន្ទីរពេទ្យខ្មែរសូវៀតដែលយើងហៅថាមន្ទីរពេទ្យរុស្ស៊ីហ្នឹងគឺនៅម្ដុំសវណ្ណាហ្នឹងចាហើយមួយទៀតគឺមន្ទីរពេទ្យកម្ពុជាចិនព្រះកុសមៈដែលនៅជាប់មន្ទីរពេទ្យលោកសង្ឃចាមន្ទីរពេទ្យថ្មីដែលគេទៅធ្វើជាប់នៅមន្ទីរពេទ្យលោកសង្ឃហ្នឹងឯងអញ្ចឹងបងប្អូនអាចទៅកាន់មន្ទីរពេទ្យរដ្ឋទាំងពីរនេះបានដើម្បីពិគ្រោះបញ្ហាសុខភាពផ្លូវចិត្តដោយប្រើប័ណ្ណសមាជិកបសសផងដែរ